បណ្ដាញកម្ពុជានឹងចាអញ្ចឹងប៉ុន្តែការពិតទៅនេះគ្រាន់ជាការលំហាត់ប្រាណប្រចាំថ្ងៃនៅសាលាមត្តេយ្យរបស់ពួកគេសោះនៅសាលាមត្តេយ្យជាច្រើននៅក្នុងប្រទេសចិនកុមារចាប់ផ្ដើមអភិវឌ្ឍជំនាញអភិវឌ្ឍជាក់ស្ដែងតាំងពីតូចៗមកម្ល៉េះដោយមិនផ្ដោតទៅលើតែការសិក្សាអក្សរតែមួយមុខនោះទេក្មេងមួយក្រុមទៀតត្រូវរៀនរក្សាលំនឹងខ្លួនលើក្តាររញ្ជួយរីឯមួយក្រុមទៀតកំពុងហ្វឹកហាត់ញាក់បាបោះជាជួរយ៉ាងស្ទាត់ជំនាញតែម្ដងសូម្បីតែក្មេងខ្លះទៀតអាចធ្វើសកម្មភាពជាច្រើនបញ្ចូលគ្នាក្នុងពេលតែមួយដើម្បីបង្កើនការផ្ដោតអារម្មណ៍និងការគ្រប់គ្រងរាងកាយគោលបំណងធំគឺដើម្បីជួយឲ្យកុមារបង្កើនភាពជឿជាក់ភាពបត់បែននិងជំនាញដោះស្រាយបញ្ហាតាមរយៈការជំនះឧបសគ្គផ្ទាល់ខ្លួនកម្មវិធីហ្វឹកហាត់ទាំងនេះគឺពិតជាតានតឹងខ្លាំងរហូតដល់មនុស្សមួយចំនួនប្រៀបធៀបវាទៅនឹងការហ្វឹកហាត់បែបយោធាទៀតផងទម្រាំតែក្មេងៗទាំងនេះរៀនចប់ថ្នាក់មត្តេយ្យពួកគេមានជំនាញរហ័សរហួនជាច្រើនតែសូម្បីតែមនុស្សធំជាងខ្លះក៏នៅតែធ្វើមិនទាន់បានស្រួលបួលផង